Ok, hello ជំរាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍ថ្មីមកកាន់ channel Brand Snack ឬមួយក៏ខ្ញុំទីថតហើយក៏ Good morning ដែរថ្ងៃនេះគឺយើងចេញចេញដើរលេងទៀតហើយតែដឹងថាជា episode ថតឬមួយក៏ជា episode vlog ទេដោយសារតែជើងនេះគឺយើងទៅជាលក្ខណៈមានគ្នាហើយទៅជើងនេះដែរគឺចូលឆ្នាំខ្មែរហើយថ្ងៃនេះគឺជាថ្ងៃទី14ខែ4ឆ្នាំ2025អញ្ចឹងគឺចំនឹងថ្ងៃទី1ចូលឆ្នាំខ្មែរថ្ងៃទី1ហើយខ្ញុំទៅសៀមរាបហ្នឹងហើយអញ្ចឹងឥឡូវយើងទៅជួបជុំគ្នាជាមួយគ្នាយើងនៅច្រឡំពីទីសវណ្ណីលវ័នអូឡ িম্প ិកអូចុងភាំងហ្នឹងហើយងើបមកយើងសើយើងទៅជួបគ្នានៅសវណ្ណីលវ័នអូឡ িম্প ិកហើយយើងនឹងចេញដំណើរទៅហ្មងនិយាយទៅគឺជើងនេះអត់មានចង់គ្នាក្រាសាំងទេគឺចាក់សាំងមកចេះរៀងខ្លួនហើយបាយដែរអ្នកនរគ្នាសុខសប្បាយអត់ចូលឆ្នាំខ្មែរទៅណាខ្លះបើអាចទៅសេក្នុង comment មកថាទៅណាខ្លះអញ្ចឹងយើងបើក intro ត្រឹមហ្នឹងសិនទៅអត់មានអីមើលទេស្មាននេះម៉ោងទៅតែ4យើងណាត់គ្នាម៉ោង4ហើយវានៅល្ងិតឆឹងឡើយទេអញ្ចឹងខ្ញុំអាប់ដេតពេលថ្ងៃពេលដែលយើងចេញដំណើរទៅមានអីមើលខ្ញុំអាប់ដេតឲ្យទៀតឥឡូវនេះបានចេញអីម៉ោង5ចង់មានន័យថាយើង plan យើងគឺត្រូវល្អណាស់គឺគាត់ចុងគ្នាម៉ោង4ហើយយើងចេញពីពេញម៉ោង5យើងវល់កង់ម៉ោង5ចង់មានន័យថាវា work the plans work hello បាទឥឡូវមកដល់ស្គូលនៃមូចង់ដាច់ហ្គាំងម៉ូតូឯងម៉ោង 6:12 នាទី1ម៉ោង 10 នាទីមកដល់ស្គូលចាស់ហើយខ្លាំងទេ
ឥឡូវនេះខ្វះមិនបានកាហ្វេអញ្ចឹងកំពុងចាំកាហ្វេហើយជីទៅបាយនៅកំពង់ធំអញ្ចឹងយ៉ាមានប៉ុណ្ណឹងអាប់ដេតប៉ុណ្ណឹងថាលើនៅស្គូលនេះប្រើរយៈពេលតែ1ម៉ោងទេសាហាវមែនតើទៅអូខេអញ្ចឹងចាំមានអីអាប់ដេតតទៅដែរពេលនេះទាំងអស់គ្នាឥឡូវយើងបន្តដំណើរទៅមុខទៀតហើយយើងបន្តដំណើរលើនេះទៅបាយនៅកំពង់ធំបាទមិញដាក់កាហ្វេទៅគឺស្វាងចាយតែហ្មងហើយឃើញថាទេសចរចំណុចទេសចរចរាចរណ៍ស្ទះខ្លាំងមែននិយាយទៅគឺឡានច្រើនខ្លាំងហ្មងគឺដាច់អត់ដាច់ហ្មងជួដូចឃើញអញ្ចឹងហើយផ្លូវនេះក៏ខ្ញុំធ្លាប់ជិះដែរគឺអត់ស្ទះដូចអញ្ចឹងទេចង់បានថាចូលឆ្នាំនេះនេះចឹងឥឡូវនេះគឺតនទៀតហើយមិនចោះញ៉ាំបាយតែអត់បានថតទេបញ្ហាហ្នឹងគឺអត់ត្រូវមាត់យកតែឥឡូវយើងកុំខ្វល់យើងញ៉ាំឲ្យតែបានញ៉ាំទៅចឹងឥឡូវយើងទៅទៀតហើយតនលើកទៅមុខទៀតលើកនេះយើងចូលចាក់សាំងហើយយើងចេញទៅdirector សៀមយើងមកគឺយើងអត់ឈប់ទៀតទេហើយចរាចរណ៍បាទគឺបាទជីយកតែមែនតើខ្ញុំធ្លាប់ជីផ្លូវនេះ2ដងដែរតែមកលើកនេះគឺពិសេសខ្លាំងមែនតើពិសេសត្រង់ចរាចរណ៍គឺពិបាកជីឆ្ងាយជាងពីមុនដែលខ្ញុំធ្លាប់ជីឆ្ងាយមែនតើយើងត្រូវជីខាងក្នុងរហូតហើយឡានគេវ៉ាចូលវ៉ាឡើងរហូតអញ្ចឹងយ៉ាឥឡូវនេះគឺទៅទៀតហើយមានតែប៉ុណ្ណឹងអាប់ដេតជូនប៉ុណ្ណឹង so យ៉ាចាំមើល highlight តាមផ្លូវ
morning អ្នកទាំងអស់គ្នាឥឡូវនេះគឺថ្ងៃទី2ហើយម្សិលមិញគ្រាន់តែមកដល់អូតែភ្លាមគឺអត់មានបានថតអីទាំងអស់គឺដេកហើយយប់ឡើងយើងទៅលេងទឹកតែអត់បានថតទេខ្ជិលយក GoPro ទៅខ្ជិលញ៉ៃអីចឹងអត់បានថតទេហើយឥឡូវម៉ោង11អីងើបលែទៀតបាក់ពេកម្សិលមិញអត់បានដេកភ្ញាក់ហើយជិះម៉ូតូឆ្ងាយទៀតចឹងបាក់ពេកដេកហើយអត់មានបានចេញទៅណាទៅណីទេហើយឥឡូវនេះបាយផឹកហើយនិយាយគ្នាទៅបរាយហើយគ្នាយើងទៅពេញវិញ2នាក់បាត់ហើយឥឡូវសល់តែ3ម៉ូតូហើយថ្ងៃចុងក្រោយក៏អត់បានទៅពួកគាត់ដែរពេលដែលទៅពេញវិញពួកគាត់ទៅពេញខ្ញុំទៅពោធិ៍សាត់យ៉ាអញ្ចឹងអូខេអញ្ចឹងឥឡូវទៅប្រាយសិនហើយចាំដាក់ highlight តាមផ្លូវឲ្យមើលយ៉ាឥឡូវនៅក្នុងក្រុងរៀងស្ទះមនុស្សច្រើនខ្លាំង
ấy game không Sometimes logo not today. In life, to love with you. thanh chôm một rồi đọc camera đây thế này I say you know that baby I'll be in your eyes. You know that baby I'll be in your eyes. I say you know that baby I'll be in your eyes. Ok, good morning អ្នកទាំងអស់គ្នាហើយថ្ងៃនេះគឺជាថ្ងៃទី3នៅសៀមរាបហើយមូលហេតុដែលខ្ញុំធ្វើ voice over នេះគឺពេលដែលខ្ញុំដោត mic ជាមួយ GoPro ហ្នឹងតែខ្ញុំភ្លេចយកខ្ញុំដោតតែប្រាប់សូបសលេង mic ជាមួយ GoPro តែខ្ញុំអត់បានយក microphone ដាក់ក្នុងមួកអញ្ចឹងឥឡូវមានតែ voice over ហើយថ្ងៃទី3នេះគឺខ្ញុំតែម្នាក់ឯងទេដោយសារបងគាត់ទៅវិញអស់ហើយគាត់មានភារកិច្ចបញ្ញាប់អញ្ចឹងគាត់ទៅវិញមុនហើយខ្ញុំនៅតែឯងដោយសារតែថ្ងៃស្អែកខ្ញុំត្រូវទៅពោធិ៍សាត់អញ្ចឹងខ្ញុំនៅមួយថ្ងៃទៀតទៅប្រហោយកិច្ចទៅហើយឥឡូវនេះគឺចេញទៅហៅអីញ៉ាំពេលព្រឹកហើយអត់ទាន់ដឹងថាទៅណាទេពេលហ្នឹងគឺកម្រងគឺកាប់ដាវផឹកកាហ្វេហើយបានយើងគិតតែទៅកាហ្វេហ្នឹងក៏កាប់ដាវដែរដឹងថាត្រូវទៅកម្មតែទៅដល់កម្មមនុស្សច្រើនអត់បានចូលហើយបានហៅកាហ្វេភ្លាមពេលហ្នឹងហ្មងហើយចឹងមានតែប៉ុណ្្នឹងថ្ងៃទី3នេះគឺខ្ញុំបានទៅរៀងច្រើនកន្លែងដែរអាចនិយាយថាអញ្ចឹងតែវាមិនច្រើនណាស់ទេគ្រាន់តែបានជីមកជុំវងធំហើយចូលអង្គរវត្តមកផ្លែតែប៉ុណ្្នឹងហើយចូលអង្គរវត្តរោគរាក់ទៀតចូលបានផ្លែភ្លៀងហើយចឹងមានតែប៉ុណ្្នឹងទេអានេះដោយសារតែអត់បានដាក់ mic ក្នុងមួកហើយក៏ធ្វើ voice over អញ្ចឹងទៅអញ្ចឹងមើលវីដេអូតទៅខ្ញុំនឹងដាក់ highlight តាមផ្លូវឲ្យមើលហើយនឹងនៅកាហ្វេដូចជាពេលដែលខ្ញុំជិះតាមវងធំហើយពេលនឹងពេលទៅដងកដែរអូខេអញ្ចឹងមើលតទៀតគឺយើងអត់បានចូលកម្មទេមនុស្សច្រើនខ្លាំងមែនតើទោះបីជាចូលក៏អត់ដឹងពេលណាបានផឹកដែរចឹងអត់បានចូលទេឥឡូវទៅដល់ BIM Embassy តែសង្ឃឹមថាអត់មនុស្សច្រើននេះចុះហើយមានតែជីកាត់មើលសិនលាងម៉ូតូមនុស្សច្រើនដូចគ្នាហ្នឹង
sao cái lạnh coi hết không Time to let it flow. Can you be so sure how to be slow? Gotta learn to be slow. Leaving a legacy, floating in balance. Yeah, I'll close my eyes. Slowly we beat on the tune. ok hello nè ngọt này á lợi dương trênពីកាហ្វេហើយយើងទៅដាច់ទៅអង្គរវត្តទៅប្រាសាទអង្គរវត្តយ៉ាហើយមានគ្នាខ្ញុំនៅនឹងដែរគាត់ថាអត់សូវស្ទះចឹងខ្ញុំក៏សម្រេចចិត្តថាទៅហ្មងទៅតែមិនអត់ចាញ់បោកគេទេដោយសារក្នុងអង្គរឡើងក្រហមតែតហ្មងមកស្អាតអីចេះទៅសិនចំមានអារម្មណ៍ថាភ្លៀងមិនមានអារម្មណ៍ទេគឺភ្លៀងហ្មងនិយាយទៅមិនមានអារម្មណ៍ទេភ្លៀងហ្នឹងអារម្មណ៍ហ្នឹងជីមកជុំវងធំហើយឥឡូវមកចូលកោវ៉ាន់តិចមើលកម្មវិធីគេតិចកុំឲ្យថាចូលឆ្នាំហើយមកដល់មានបានចូលមើលកម្មវិធីនៅកោវត្តសោះអញ្ចឹងឥឡូវមកដល់ហើយដាក់ផ្ញើម៉ូតូឲ្យហើយព្រោះបានកន្លែងមកលុបខាត់បាហើយឥឡូវដើរចូលកោវត្តហើយយ៉ាចាំមើល highlight ក្នុងកោវត្ត
your keys at my house late last week. I wonder how you got into your car. I'm still waiting for yesterday's storm to blow over. Why'd you have to dump this on me now? Your laugh is so contagious, got me grinning, thinking about it. I should stop thinking about it. Ok, good morning អ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃទី17ចូលឆ្នាំហើយម្សិលមិញចូលឆ្នាំថ្ងៃទី3ហើយថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំចេញពីសៀមរាបហើយជិះទៅពោធិ៍សាត់កាត់បាត់ដំបងហើយជិះចូលពោធិ៍សាត់ហើយនៅពោធិ៍សាត់ប្រហែលជា1ថ្ងៃទៅ2ថ្ងៃទៀតពោធិ៍សាត់ហ្នឹងខ្ញុំមិនមែនទៅលេងកន្លែងលេងទេគឺទៅលេងផ្ទះទេអញ្ចឹងនិយាយប្រហែលជាខ្ញុំអាចនឹងថត highlight តិចតួចអញ្ចឹងទៅហើយឥឡូវនេះកំពុងចេញទៅហៅឲ្យញ៉ាំពេលព្រឹកហើយញ៉ាំពេលព្រឹកហ្នឹងគឺទៅកាហ្វេយកមកទៅកាហ្វេហើយមិនសមមិនឃើញរបស់ញ៉ាំនៅកាហ្វេហ្នឹងតំណងអញ្ចឹងគិតថាញ៉ាំអីនៅកាហ្វេហ្នឹងយកមកហើយយើងអង្គុយកាហ្វេហ្នឹង10នាទីអី20នាទីយើងចេញទៅពោធិ៍សាត់យកមកហើយសាំងចាក់ពេញអីពេញតាំងម្សិលមិញខ្សោយបន្តិចនិយាយទៅពីពេញមកសៀមរាបនេះមកពេញ2ដងជិះបានដល់សៀមរាបហើយជិះដើរលេងបាន3ថ្ងៃទៀតអញ្ចឹងស្រឡាញ់ត្រង់ហ្នឹងដែរចឹងឥឡូវទៅកាហ្វេហើយសលេងនេះគឺងើបពីឈឺម្សិលមិញឈឺហើយថ្ងៃនេះធូរហើយចឹងងើបពីឈឺហើយញ៉ៃដាក់ថ្នាំដាក់អីមកកុំអីស្បៃនៅសៀមរាបនឹងយកមកអូខេ hello អ្នកទាំងអស់គ្នាឥឡូវនេះចេញពីកាហ្វេហើយម៉ោង11គត់ហើយយើងចេញទៅពោធិ៍សាត់អានេះគឺជាលើកទី1ដែលខ្ញុំជិះមកជុំវិញបឹងទន្លេសាបនិយាយទៅជាឱកាសដែរចង់ជិះយូរហើយតែអត់ដែរបានជិះចង់ថាអត់មានអីត្រូវទៅចឹងដល់ពេលឥឡូវចូលឆ្នាំត្រូវមកសៀមរាបហើយយើងត្រូវទៅពោធិ៍សាត់ទៀតអញ្ចឹងបានមកជុំរោយហើយនេះផ្លូវសៀមរាបទៅបាត់ដំបងគឺថា smooth មែនតើមកហើយអត់សូវមានឡានមានម៉ូតូទៀតអានេះបើយើងចេញទៅវិញត្រូវស្ទះវិញហ្នឹងមកទេនេះតែយើងទៅបាត់ដំបងយើងទៅពោធិ៍សាត់អញ្ចឹងបាទជាអត់សូវអីខ្ញុំមិនថាសូវអីចុះដោយសារខ្ញុំគិតថាអាចនឹងមានអ្នកបាត់ដំបងគេឡើងមកសៀមរាបតែអត់ដល់អ្នកបំពេញឡើងមកសៀមរាបច្រើនអញ្ចឹងតែអញ្ចឹងផ្លូវនេះយើងស្ងាត់មកហើយយើងអាចទៅដល់គោលដៅបាន smooth ជាងផ្លូវទៅបំពេញព្រោះថាផ្លូវទៅបំពេញយើងតែតឹងត្រង់ហ្នឹងនេះព្រោះគេចេញទៅបំពេញច្រើនមែនតើនេះហើយគេមានតែប៉ុណ្្នឹងឥឡូវគាត់អាប់ដេតប៉ុណ្្នឹងហើយនៅកាហ្វេមិនខ្ញុំមានបានថតទេខ្ញុំខំចាប់កន្លែងហ្នឹងក្រុមដឹងបងមកពីណាវិញគាត់មកអង្គុយឲ្យជក់ប្រៃអីនៅហ្នឹងពេញហ្នឹងខ្ញុំអត់យកដល់ពេលអញ្ចឹងអាគ្នាខំអង្គុយនៅហ្នឹងហើយមកជក់ប្រៃបរហុយមុខគ្នាទៀតអត់យកហើយខ្ញុំខ្ជិលនិយាយខ្ជិលអីច្រើនខ្ញុំញ៉ាំតែកាហ្វេញ៉ាំតែនំប៉័ងអីហើយខ្ញុំចេញមកហ្មងទៅខ្ញុំខ្ជិលនិយាយច្រើនតែមួយយើងបញ្ញាប់ផងបើខ្ញុំនៅអង្គុយហ្នឹងខ្ញុំប្រាប់ឲ្យ
ទៅបាត់ហើយតែខ្ញុំខ្ជិលហើយខ្ញុំអត់យកត្រង់ថាអាមនុស្សគ្នាខំអង្គុយខំអីនៅហ្នឹងហើយមកអង្គុយបជ្រៀតហើយជក់បរិយមកគេទៀតអត់យល់ទៅវិញអញ្ចឹងអូខេអញ្ចឹងឥឡូវសុំ focus លើផ្លូវតិចខំថាមិញអត់ស្ទះឥឡូវចេញមកស្ទះដែរបាទចឹងឥឡូវ focus លើផ្លូវតិចហើយខ្ញុំនឹងដាក់ footage highlight តាមផ្លូវឲ្យមើលខេសួស្តីអ្នកនរគ្នាបាញ់ GoPro វាក្តៅពេកបិទអូតូហើយបើវិញវានៅតែបិទទៀតអញ្ចឹងឥឡូវ
ខ្ញុំសូមពុតបន្លប់ខ្ញុំហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាអ្នកដែលតាមដានទស្សនាអ្នកដែលចូលចិត្ត channel ខ្ញុំអ្នកដែល subscribe like comment អរគុណខ្លាំងមែនតើហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តអីដែលខ្ញុំធ្វើជួបគ្នានៅ episode ក្រោយ see you in the next one yeah bye bye